camera dạ ở đây lẹ mình tên lẹ mấy sạch ăn này sạch bóng bên đây chăng là thà tủ sáp để mình ai có cà phê IP69ហ្នឹងវាពិតជាធន់ទៅនឹងសម្ពាធទឹកហើយនឹងកម្ដៅមែនឬក៏អត់ចឹងថ្ងៃនេះខ្ញុំមានទូរស័ព្ទមួយដើម្បីយកមកតេស្តជូនបងប្អូនមើលជាក់ស្ដែងតែម្ដងគឺ Oppo A5 Pro ដែលខ្ញុំបានដាក់ Class A ចោលមកស្ទុះធំហើយនៅក្នុងតកកនេះអូខេអញ្ចឹងនេះគឺជា Oppo A5 Pro ខ្ញុំដកចេញមកស្ទុះហើយអញ្ចឹងវារៀងអាលាយបន្តិចនេះអ្នកទាំងអស់គ្នាដាក់ Class A កកប៉ុណ្ណឹងហើយគឺអត់អីទេនៅដំណើរការធម្មតាអញ្ចឹងឥឡូវខ្ញុំនឹងបើកភ្លើងឲ្យស៊ុបនេះពុះខេអ្នកទាំងអស់គ្នាបានឃើញទឹកស៊ុបកំពុងតែពុះច្បាស់តែម្ដងអញ្ចឹងឥឡូវយើងទម្លាក់ទូរស័ព្ទដ៏ថ្មីស្រឡះនេះចូលអញ្ចឹងដើម្បីឲ្យច្បាស់ថាទឹកស៊ុបហ្នឹងវាមិនមែនពុះដោយសារផ្លុំខ្យល់ទេគឺក្តៅមែនទែនបាទយើងដាក់សាច់ម្ដុំចូលដែរនេះសាច់ឆ្អិនហើយសាច់ឡើងភ្លើងតិចអូខេឥឡូវចង់ដឹងថាតើនៅដំណើរការមែនឬក៏អត់ខ្ញុំសុំលាងបន្តិចដោយសារក្តៅយើងប៉ះក៏អត់កើតដែរក៏ต้องចេញមកធម្មតាអ្នកនរគ្នាអូខេក្តៅប៉ុន្តែអាចចាប់បានអត់អីដំណើរការធម្មតាទេអត់អីបញ្ហាបើកាមេរ៉ាយ៉ាអានេះធ្លាក់មែនតើយយធ្លាក់អី